ជំរាបសួរលោកគ្រូនិងសួស្តីអ្នកនរគ្នាទាំងអស់ថ្ងៃគឺខ្ញុំមកនិយាយអំពី project management Apex management ដែលនៅក្នុងនេះដែរគឺយើងជាដំបូងយើងធ្វើការ login ចូលទៅក្នុងaccount របស់យើងឥឡូវនេះយើងនឹងធ្វើការ login ចូលបាទឥឡូវនេះគឺយើងធ្វើបាន login ជោគជ័យហើយគឺយើងជាដំបូងយើងត្រូវតែសួរថា who am I PWD ឬក៏ hostname ជាដើមដើម្បីសង្កត់ថានឹងជារបស់យើងបន្ទាប់ពីយើងធ្វើការហើយយើងធ្វើការដាក់ file comment គឺ sudo apt upgrade ដើម្បីធ្វើការ upgrade នៅអ្វីដែលយើងមិនទាន់បាន upgrade ពីមុនឥឡូវនេះគឺយើងធ្វើការ upgrade បានជោគជ័យអស់ហើយបន្ទាប់ពីយើងធ្វើការ upgrade បានជោគជ័យហើយគឺយើងធ្វើការrun ជាមួយនឹងapt list ដល់ upgrade នេះម្ដងទៀតដើម្បីធ្វើការវា upgrade ឲ្យបានទាំងអស់បន្ទាប់ពីយើងធ្វើការ upgrade បានជោគជ័យអស់ហើយជាបន្ទាប់គឺយើងនឹងធ្វើការវាយនៅ comment មួយសម្រាប់ search រកមើលថាការ search ចំពោះhtop បន្ទាប់ពីយើង search ហើយគឺយើងនឹងធ្វើការ sudo apt សូទៅលើនឹង htop នឹងផងដែរបន្ទាប់ពីយើងធ្វើការសូហើយគឺយើងសួរថា sudo apt សម្រាប់ install htop នឹងបើយើងអត់មានទេយើងនឹងធ្វើការ install វាតែម្ដង
បន្ទាប់ពីយើងធ្វើការ install ហើយគឺយើងនឹងធ្វើការវាយ comment ដើម្បីមើលថាវាមានឬក៏អត់អីជាដើមហើយចំពោះ desktop នោះគឺយើងអាចធ្វើការ remove វាបានផងដែរឥឡូវនេះយើងនឹងធ្វើការ remove ទៅលើ desktop ហ្នឹងបាទឥឡូវនេះគឺយើងធ្វើការ remove វាបានជោគជ័យហើយបន្ទាប់ពីយើង remove វាបានជោគជ័យហើយគឺយើងក៏អាចដែលឥឡូវនេះគឺយើងធ្វើការ download ជាមួយនឹង tree មួយបន្ទាប់ពីយើង download ហើយគឺយើងនឹងធ្វើការចូលទៅមើលនៅចំពោះ tree ហ្នឹងតើវាមានអ្វីខ្លះនៅក្នុងហ្នឹងបន្ទាប់ពីនេះគឺយើងអាចធ្វើការ sudo sudo package ដក1 tree dot ដែលនៅត្រង់ខាងនេះគឺយើងធ្វើការវាយ comment សម្រាប់មើលថាតើវាបានជោគជ័យឬក៏អត់បើនេះគឺយើងធ្វើការថាតើវាបាន